ប្រទេសវៀតណាមនឹងទទួលរងឥទ្ធិពលព្យុះថ្មីមួយដែលគេឲ្យឈ្មោះថាព្យុះលេខ15ដែលនឹងវាយប្រហារចូលតំបន់សមុទ្រយ៉ាឡាយនិងខិនហ្វាដែលមានល្បឿនខ្យល់ពី75ដល់88គីឡូម៉ែត្រក្នុង1ម៉ោងខណៈដែលទឹកជំនន់នៅប្រទេសស្រីលង្កាបានឆក់យកអាយុជីវិតមនុស្សដល់ទៅជាង200នាក់ហើយរដ្ឋធានីកូឡុំបូទាំងមូលកំពុងតែលិចលង់ដោយសារតែកម្ពស់ទឹកមានការកើនឡើងកាន់តែខ្ពស់ទៅសម្រាប់ប្រទេសឥណ្ឌូនេស៊ីវិញក៏មានមនុស្សស្លាប់ដល់ទៅជាង300នាក់ដោយសារតែគ្រោះទឹកជំនន់និងការបាក់ដីផងដែរអនុញ្ញាតគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមដានទស្សនាព្រឹត្តិការណ៍អន្តរជាតិសំខាន់ប្រចាំថ្ងៃនៅក្នុងថ្ងៃនេះខ្ញុំបាទក៏មាននៅព្រឹត្តិការណ៍អន្តរជាតិធំចំនួន3ដើម្បីជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលអត្ថបទសារព័ត៌មានទី1គឺតាក់ទងទៅនឹងប្រទេសវៀតណាមហើយទី2គឺតាក់ទងទៅនឹងប្រទេសស្រីលង្កាចំណែកឯទី3ចុងក្រោយគេគឺតាក់ទងទៅនឹងប្រទេសឥណ្ឌូនេស៊ីបើសិនជាប្រិយមិត្តពុកម៉ែបងប្អូនយល់ថាវីដេអូរបស់ខ្ញុំបាទមានប្រយោជន៍ក៏សូមជួយចុច like និង share ម្នាក់មួយផងហើយដើម្បីទទួលបានវីដេអូថ្មីអំពីខ្ញុំបាទពុកម៉ែបងប្អូនគ្រាន់តែចុចនិង Subscribe រួចដាក់សញ្ញារូបកណ្ដឹងជាការស្រេចកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានព័ត៌មានដែលតាក់ទងទៅនឹងប្រទេសវៀតណាមដែលជាអត្ថបទទី1របស់ខ្ញុំទាំងអស់គ្នាបាទតាមការព្យាករណ៍អាកាសធាតុរបស់វៀតណាមនៅវេលាម៉ោង3ទៀបភ្លឺថ្ងៃទី2ខែធ្នូព្យុះលេខ15នឹងធ្វើដំណើរទៅទិសនិរតីក្នុងល្បឿនប្រមាណ5គីឡូម៉ែត្រក្នុង1ម៉ោងទីតាំងដែលបង្កឲ្យមានព្យុះនេះគឺនៅលើសមុទ្រពីខេត្តយ៉ាឡាយដល់ខិនហ្វាឃ្លាតពីឆ្នេរខាងកើតនៃខេត្តយ៉ាឡាយដាក់ឡាក់ប្រមាណ170គីឡូម៉ែត្រទៅទិសខាងកើតតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមនិងធារាសាស្ត្របានផ្សាយថានៅថ្ងៃទី13ដល់ថ្ងៃទី30ខែវិច្ឆិកាទីតាំងនៃព្យុះនេះស្ថិតនៅប្រហែល14ដឺក្រេរយៈទទឹងខាងជើងនិង112ដឺក្រេរយៈបណ្ដោយខាងកើតលើផ្នែកសមុទ្រភាគពាយព្យនៃតំបន់កណ្ដាលសមុទ្រខាងកើតបៀងដុងល្បឿនខ្យល់ខ្លាំងបំផុតនៅផ្នែកព្យុះនេះគឺកម្រិត9 75ដល់88គីឡូម៉ែត្រក្នុង1ម៉ោងបោកបក់ដល់កម្រិត11ធ្វើដំណើរយឺតទៅខាងជើងព្យុះលេខ15នេះនឹងវាយប្រហារទៅតំបន់សមុទ្រពីយ៉ាឡាយដល់ខិនហ្វាម៉ោង13ថ្ងៃទី1ខែធ្នូព្យុះនឹងផ្លាស់ទីសំខាន់ទៅទិសខាងលិចក្នុងល្បឿនប្រមាណ3គីឡូម៉ែត្រក្នុង1ម៉ោងទីតាំងព្យុះស្ថិតនៅ14.30ដឺក្រេនិង111.70ដឺក្រេនៅលើសមុទ្រភាគពាយព្យនៃតំបន់កណ្ដាលសមុទ្រខាងកើតបៀងដុងឃ្លាតពីឆ្នេរខាងកើតនៃខេត្តយ៉ាឡាយដាក់ឡាក់ប្រមាណ270គីឡូម៉ែត្រទៅទិសខាងកើតកម្លាំងព្យុះនឹងថយចុះបន្តិចម្ដងនៅកម្រិត8បោកបក់ដល់កម្រិត11ម៉ោង13ថ្ងៃទី2ធ្នូព្យុះនឹងធ្វើដំណើរទៅទិសនិរតីក្នុងល្បឿន5គីឡូម៉ែត្រក្នុង1ម៉ោងទីតាំងនៃផ្នែកព្យុះស្ថិតនៅ13.40ដឺក្រេនិង110.70ដឺក្រេនៅលើសមុទ្រពីយ៉ាឡាយដល់ខិនហ្វាឃ្លាតពីឆ្នេរខាងកើតនៃខេត្តយ៉ាឡាយដាក់ឡាក់ប្រមាណ170គីឡូម៉ែត្រកម្លាំងព្យុះនឹងបន្តចុះខ្សោយបន្ថែមទៀតនៅសល់ត្រឹមកម្រិត7បោកបក់ទៅដល់កម្រិត9តំបន់សមុទ្រភាគពាយព្យនៃតំបន់កណ្ដាលសមុទ្រខាងកើតមានខ្យល់ខ្លាំងរហូតដល់កម្រិត7តំបន់ដែលនៅជិតព្យុះឆ្លងកាត់មានកម្លាំងខ្លាំងកម្រិត8កម្រិត9បោកបក់ដល់កម្រិត11កម្ពស់រលកសមុទ្រមានកម្ពស់ចាប់ពី3ដល់5ម៉ែត្រកប៉ាល់និងទូកដែលធ្វើដំណើរក្នុងតំបន់គ្រោះថ្នាក់ខាងលើអាចនឹងរងផលប៉ះពាល់ដោយសារផ្គររន្ទះខ្យល់គួចនិងរលកធំព្យុះកូតូដែលបានកើតឡើងពីសម្ពាធទាបត្រូពិចនៅភាគខាងជើងនៃប្រទេសហ្វីលីពីនកណ្ដាលបានកើនឡើងក្លាយជាព្យុះហើយចូលដល់សមុទ្រខាងកើត
កាលពីយប់ថ្ងៃទី25ខែវិច្ឆិកាដែលបានក្លាយជាព្យុះទី15នៅតំបន់សមុទ្រនេះចាប់តាំងពីដើមឆ្នាំមកសមុទ្រខាងកើតបានកត់ត្រាចំនួនព្យុះដល់ទៅ15និងមានសម្ពាធទាបត្រូពិកចំនួន6ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល30ឆ្នាំដែលជាចំនួនមួយលើសកាលពីឆ្នាំ2017ទៅទៀតបាទសម្រាប់អត្ថបទដែលតាក់ទងទៅនឹងព្យុះបាទទី15ដែលជាព្យុះកូតូនឹងឯងបាទគឺកំពុងតែបន្តវាយប្រហារទៅលើប្រទេសវៀតណាមបាទនៅតំបន់យ៉ាឡាយនិងដាក់ឡាក់ក៏ដូចជាតំបន់ខិនវ៉ាយជាដើមហ្នឹងបាទកាត់មកដល់ចំណុចនេះគឺខ្ញុំសូមសរុបបាទពីទិន្នន័យដែលបានចុះផ្សាយដោយសារព័ត៌មានវៀតណាមគេបានចុះផ្សាយថាចាប់តាំងពីមានទឹកជំនន់តាំងពីដើមឆ្នាំមកហ្នឹងគឺចំនួនមនុស្សស្លាប់បាទគឺមានរហូតដល់409នាក់និងការខូចខាតនោះគឺសរុបជាទឹកប្រាក់គឺចំនួន85,000 លានដុល្លារបាទ85,000 លានដុល្លារហ្នឹងបើសិនជាយើងគិតជាទឹកប្រាក់របស់ខ្មែរយើងវិញគឺវាប្រមាណនឹង1000 លានបាទជា1000 លានដែរបាទចឹងសម្រាប់អត្ថបទមួយនេះគឺខ្ញុំសូមបញ្ចប់ត្រឹមនឹងហើយយើងទៅតាមដាននៅអត្ថបទសារព័ត៌មានទី2ដែលតាក់ទងទៅនឹងប្រទេសស្រីលង្កាវិញម្ដងបាទទឹកជំនន់ដោយសារទឹកភ្លៀងនៅប្រទេសស្រីលង្កាបានឆក់យកអាយុជីវិតមនុស្សជាង200នាក់បាទរដ្ឋធានីកូឡុំបូទាំងមូលនៃប្រទេសនេះកំពុងលិចលង់នៅក្នុងទឹកជំនន់ដោយសារកម្រិតទឹកកើនឡើងកាន់តែខ្ពស់ឡើងយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ DMC នៃប្រទេសស្រីលង្កាបានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Ditwah បានបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់193នាក់ខណៈ228នាក់ផ្សេងទៀតនៅតែបាត់ខ្លួន DMC បានបន្ថែមថាតំបន់ភាគខាងជើងនៃរដ្ឋធានីកូឡុំបូក៏បានកំពុងជន់លិចផងដែរដោយសារកម្រិតទឹកទន្លេកេឡានីបានហក់ឡើងយ៉ាងលឿន DMC បានឲ្យដឹងថាទោះបីជាព្យុះបានចេញពីទឹកដីរបស់យើងក៏ដោយក៏ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើបច្ចុប្បន្នកំពុងបង្កឲ្យមានទឹកជំនន់នៅតំបន់ទាបៗជាច្រើននៅតាមបណ្ដោយដងទន្លេកេឡានីមន្ត្រីស្រីលង្កាបាននិយាយថាតំបន់ភាគកណ្ដាលនៃប្រទេសនេះរងការវាយប្រហារខ្លាំងបំផុតបន្ទាប់ពីព្យុះ Ditwah វាយប្រហារហើយបុគ្គលិកជួយសង្គ្រោះកំពុងធ្វើការសម្អាតផ្លូវដែលរងការបិទដោយឈើធំដួលរលំនិងការបាក់ដីលោកស្រីសេលវីអាយុ46ឆ្នាំដែលរស់នៅក្នុងតំបន់ជាយក្រុងវេណាវទីនៃទីក្រុងកូឡុំបូត្រូវបង្ខំចិត្តចាកចេញពីផ្ទះដែលលិចលង់ហើយមានពេលត្រឹមតែយកសម្លៀកបំពាក់4ថង់និងរបស់មានតម្លៃមួយចំនួនតូចប៉ុណ្ណោះលោកស្រីស៊ីលវីបានប្រាប់ភ្នាក់ងារទីសារព័ត៌មាន AFP ថាផ្ទះរបស់ខ្ញុំលិចទាំងស្រុងខ្ញុំមិនដឹងថាត្រូវទៅទីណាទេប៉ុន្តែខ្ញុំសង្ឃឹមថាមានកន្លែងជ្រកកោនសុវត្ថិភាពខ្លះដែលខ្ញុំអាចនាំគ្រួសារខ្ញុំទៅបានកម្រិតទឹកនៅក្នុងទីប្រជុំជនម៉ាណាភីទីវ៉ាចម្ងាយ250គីឡូម៉ែត្រភាគឦសាននៃទីក្រុងកូឡុំបូកំពុងស្រកចុះបន្តិចម្ដងដែលបង្ហាញពីការបំផ្លិចបំផ្លាញដ៏អាក្រក់កាលពីថ្ងៃទី29ខែវិច្ឆិកាប្រធានាធិបតីស្រីលង្កាលោកអានូរ៉ាគូម៉ារ៉ាឌីសាណាយ៉ាកេត្រូវបានបង្ខំឲ្យដាក់ប្រទេសក្នុងភាពអាសន្នដើម្បីដោះស្រាយផលវិបាកនៃព្យុះហើយបានអំពាវនាវរកជំនួយពីអន្តរជាតិមុននោះលោកឌីសាណាយ៉ាកេក៏បានចេញសេចក្តីជូនដំណឹងពិសេសដោយកំណត់ថាវិស័យសំខាន់មួយចំនួនជាសេវាកម្មចាំបាច់ក្នុងបរិបទដែលគ្រោះធម្មជាតិនេះនៅតែកើតឡើងក្នុងប្រទេសប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានបាទទស្សនានិងស្ដាប់នៅព័ត៌មានរបស់ខ្ញុំបាទសម្រាប់អត្ថបទដែលតាក់ទងទៅនឹងប្រទេសស្រីលង្កាគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយយើងបាទគឺនឹងបន្តជាមួយនឹងអត្ថបទសារព័ត៌មានទី3បាទដែលតាក់ទងទៅនឹងប្រទេសឥណ្ឌូនេស៊ីវិញម្ដងបាទរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា
គិតត្រឹមថ្ងៃទី30ខែវិច្ឆិកាទឹកជំនន់នឹងការបាក់ដីនៅខេត្តអាសេស North Sumatra និង West Sumatra បានបណ្ដាលឲ្យមនុស្សសរុប303នាក់បានស្លាប់យោងតាមសារព័ត៌មានអន្តរាក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី30ខែវិច្ឆិកាលោកស៊ូហាយ៉ាន់តូនាយកទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីដែលហៅកាត់ថា BNPB បានឲ្យដឹងថាគិតមកដល់ថ្ងៃនេះទីភ្នាក់ងារកត់ត្រាចំនួនមនុស្សស្លាប់គឺមាន166នាក់និង143នាក់បានបាត់ខ្លួនក្នុងស្រុកនិងទីក្រុងជាច្រើននៅទូទាំងខេត្ត North Sumatra លោកបានថ្លែងថាថ្ងៃនេះទីភ្នាក់ងារជាតិស្វែងរកនិងជួយសង្គ្រោះបាសាណាបានដឹកនាំប្រតិបត្តិការបន្ទាន់ដែលសម្របសម្រួលនិងបានរកឃើញសាកសពមនុស្សចំនួន60នាក់បន្ថែមទៀតនៅខេត្តអាសេសគ្រោះមហន្តរាយបានបណ្ដាលឲ្យមនុស្ស47នាក់ស្លាប់8នាក់រងរបួសនិង51នាក់បាត់ខ្លួនហើយចំនួន48,887គ្រួសារត្រូវបានជម្លៀសទន្ទឹមនឹងនេះនៅខេត្ត West Sumatra ទីភ្នាក់ងារ BNPB បានរាយការណ៍ថាមានមនុស្ស90នាក់ស្លាប់85នាក់បាត់ខ្លួននិង10នាក់រងរបួសគ្រោះធម្មជាតិនេះបានបង្ខំឲ្យប្រជាជនចំនួន77,918នាក់ស្មើនឹង11,820គ្រួសារចាកចេញពីផ្ទះសម្បែងទូទាំងខេត្តដូច្នេះយោងតាមសេចក្តីថ្លែងការណ៍របស់លោកស៊ូហាយ៉ាន់តូទឹកជំនន់និងការបាក់ដីបានបណ្ដាលឲ្យមនុស្សស្លាប់សរុប303នាក់នៅខេត្តអាសេស North Sumatra និង West Sumatra ចាប់ពីថ្ងៃទី27ខែវិច្ឆិកាមកទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានថ្លែងថាទិន្នន័យនេះនឹងបន្តត្រូវបានធ្វើបច្ចុប្បន្នភាពខណៈប្រតិបត្តិការស្វែងរកដែលត្រូវបានសម្របសម្រួលកំពុងដំណើរការយើងប្រហែលជានឹងបន្តកត់ត្រាចំនួនជនរងគ្រោះបន្ថែមទៀតក្រៅពីនេះលោកស៊ូហាយ៉ាន់តូបានឲ្យដឹងថាវិធានការឆ្លើយតបបន្ទាន់បច្ចុប្បន្នផ្ដោតលើការស្វែងរកជួយសង្គ្រោះធានាតម្រូវការចាំបាច់សម្រាប់អ្នកនៅរស់រានមានជីវិតបើកតំបន់ដែលត្រូវបានកាត់ផ្ដាច់ឡើងវិញនិងពន្លឿនការងារចែកចាយភស្តុភារលោកសង្កត់ធ្ងន់ថា BNPB ធានាថារដ្ឋកំពុងចាត់វិធានការយ៉ាងឆាប់រហ័សតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋានក្រសួងមន្ទីរប៉ូលីសនិងកម្លាំងស្ម័គ្រចិត្តចាប់ពីថ្ងៃទី27ខែវិច្ឆិកាអាជ្ញាធរមូលដ្ឋានបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នឆ្លើយតបគ្រោះមហន្តរាយរយៈពេល14ថ្ងៃបន្ទាប់ពីព្យុះសេនយ៉ាដែលជាប្រព័ន្ធព្យុះត្រូពិចនៅច្រកសមុទ្រម៉ាឡាកាបានវាយលុកនិងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងទឹកជំនន់និងការបាក់ដីនៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ីយោងតាមទីភ្នាក់ងារឧតុនិយមអាកាសធាតុភូមិសាស្ត្រឥណ្ឌូនេស៊ី BMKG ការបង្កើតព្យុះសេនយ៉ាគឺជារឿងខុសធម្មតាច្រកសមុទ្រម៉ាឡាកាកម្របង្កើតព្យុះណាស់ព្រោះវាស្ថិតនៅជិតខ្សែអេក្វាទ័រទោះជាយ៉ាងណាការប្រែប្រួលអាកាសធាតុនិងថាមវន្តបរិយាកាសបានធ្វើឲ្យព្រឹត្តិការណ៍ដ៏កម្រនេះកើតឡើងកាន់តែច្រើនទីភ្នាក់ងារ BMKG ព្យាករណ៍ថាដោយសារផលប៉ះពាល់នៃព្យុះត្រូពិចសេនយ៉ាតំបន់មួយចំនួននៅ North Sumatra អាសេសនិង West Sumatra នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល3ថ្ងៃខាងមុខដូច្នេះប្រជាជននៅទីនោះត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលអាចកើតមានឡើងបាទសម្រាប់អត្ថបទសារព័ត៌មានដែលតាក់ទងនឹងប្រទេសឥណ្ឌូនេស៊ីនេះគឺខ្ញុំបញ្ចប់តែត្រឹមហ្នឹងបាទហើយជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទក៏សូមបាទគោរពជូនពរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូនេះដល់ចំណុចបាទចុងក្រោយនៃវីដេអូមួយនេះផងដែរហើយបើសិនជាមានចំណុចខ្វះខាតទាំងណាមួយ
សូមប្រិយមិត្តពុកម៉ែបងប្អូនធ្វើការខមមិនជាការកែតម្រូវដល់ខ្ញុំបានបាទជាចុងក្រោយបាទបើសិនជាពុកម៉ែបងប្អូនពេញចិត្តវីដេអូនេះក៏សូមចែករំលែកវីដេអូនេះម្នាក់មួយបាទក៏ដូចជា like និងcomment ល្អមកបាទហើយបើសិនជាពុកម៉ែបងប្អូនបាទចង់ទទួលបាននៅវីដេអូថ្មីជាបន្តអំពី channel របស់ខ្ញុំបាទពុកម៉ែបងប្អូនគ្រាន់តែចុចពាក្យថាជាវឬក៏ subscribe ម្នាក់មួយនិងដាក់រូបសញ្ញាកណ្ដឹងបាទដើម្បីដល់ពេលដែលមានវីដេអូថ្មីទៅគឺវានឹង alert ឲ្យបងប្អូនបាទប្រិយមិត្តទាំងអស់គ្នាបានឃើញផងដែរបាទខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមគោរពលាបាទជួបគ្នានៅវីដេអូបាទក្រោយជាមួយនឹងព័ត៌មាននិងព្រឹត្តិការណ៍ថ្មីៗដែលជុំវិញពិភពលោកជាបន្តទៀត